បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយពាក់ព័ន្ធនឹងការធ្វើ web app នៅលើ Google Sheet ដោយប្រើ Google Gemini ដើម្បីជួយសរសេរកូដឲ្យយើងក្នុងការធ្វើ web app អញ្ចឹងយើងចូលទៅក្នុង Gemini ទាំងអស់គ្នាអញ្ចឹងដោយសារខ្ញុំបានសរសេរ prompt ហើយដែលខ្ញុំបានដាក់មើលហើយអញ្ចឹងខ្ញុំសេ prompt នេះមកចឹងរានមកវាចេញឲ្យនេះចឹងវាចេញតាម step មួយអ្នកទាំងអស់គ្នាមើលទៅអ្នកទាំងអស់គ្នាចង់បានមិនអ្នកទាំងអស់គ្នាសរសេររៀបរាប់ទៅឲ្យវាសរសេរចេញឲ្យយើងចឹងដោយសារខ្ញុំបានសរសេរឲ្យអស់ហើយខ្ញុំបានដាក់ទៅវាចេញឲ្យខ្ញុំដែរហើយចឹងខ្ញុំមើលតាម step របស់វាមួយចឹងជំហានដំបូងរបស់វាជំហានទី1របស់វានេះវាឲ្យយើងបង្កើត sheet ថ្មីមួយដាក់ឈ្មោះគេ header ខាងលើនេះជា header វាមានអីគេខ្លះមាន ID ថ្ងៃខែឆ្នាំអញ្ចឹងទៅហ្នឹងខ្ញុំធ្វើពីការគ្រប់គ្រងនេះសាំងរថយន្តអូខេឥឡូវខ្ញុំ copy វាจึงយកមកផាសលើនេះមកហើយបន្តមកទៀតយើងចូលក្នុង Gemini របស់យើងមើលពីជំហានទី2ម្ដងអញ្ចឹងជំហានទី2វាឲ្យយើងចូលក្នុង sheet នឹងហើយចូល menu extension ហើយចូល web script អូខេមានកូដចាស់យើងលុបពីចោលទៅអូខេចឹងឥឡូវខ្ញុំ copy នេះទៅហើយមកទៅអូខេនេះវាហួសហើយយើងមើលតិចនេះជា copy ត្រឹមនេះបិទនេះក្នុង return ហ្នឹងអញ្ចឹងយើងប្រយ័ត្នមែនទេប្រយ័ត្ន copy បាត់ពាក្យវាក៏វា error ដែរអញ្ចឹងយើងចូលមកហើយបន្តមកនេះ extension នេះហើយចូល app script អូខេបន្តមកទៀតអញ្ចឹងអានេះខ្ញុំសុំលុបវាចេញមានកូដចាស់ចេះយើងលុបវាចេញមក Ctrl V ទៅអូខេហើយបន្តមកទៀតយើងមើលតទៀតជំហានទី3គេឲ្យយើងចូលទៅក្នុង app script ដែរហ្នឹងចុចលើសញ្ញាបូកយើងដាក់ file HTML អញ្ចឹងខ្ញុំសុំ copy យើង copy ត្រឹមចំណុចក្រហមនេះមកចំណុចក្រហមហ្នឹងយើង copy ម្ដងក្រោមនេះយើង copy ត្រឹម HTML ចុងក្រោយនេះអូខេហើយបន្តមកទៀតយើងចូលកន្លែង file នេះកន្លែង file ហ្នឹងហើយសញ្ញាបូកអញ្ចឹង add file ហើយយើងចូលពាក្យថា HTML ហើយបន្តមកយើងសរសេរថាហើយនេះអញ្ចឹងនេះពាក្យវានេះ index យើងសរសេរពាក្យ index មកហើយអក្សរធំអញ្ចឹងយើងសរសេរតាមគេហើយអក្សរធំ index ហើយបន្តមកយើងចុចទៅលើកន្លែងផ្សេងមួយទៅអូខេអញ្ចឹងវាលោតទៅឲ្យហើយអញ្ចឹងអានេះយើង select វាទាំងអស់ហើយយើង Ctrl V ផាសអ្វីដែលយើងបាន copy មកហើយបន្តមកទៀតយើងឆ្លងទំព័រដើមរបស់វានេះហើយយើងមើលតាមការណែនាំជំហានទី4របស់គេអញ្ចឹងគេឲ្យយើងចូលទៅ deploy ប្រកាសប្រើ app របស់វាហ្នឹងអញ្ចឹង deploy ហើយចូលអីយក new deployment ហើយបន្តមកជ្រើសថៃ web app ហើយកំណត់អីគេឈ្មោះនេះយើងយកអីគេផ្សេងនេះគឺបើកបានគ្រប់ឧបករណ៍អញ្ចឹងទៅតមកចុចអីទៀតអូខេឥឡូវយើងចូលទៅទាំងអស់គ្នាចូល deploy ហើយ new deploy តមកចុចសញ្ញានេះ script ហ្នឹងហើយចូលរើសមក web app តត្រង់ចំណុចនេះយើងដាក់ app របស់យើងនឹងឈ្មោះអ្វីឥឡូវខ្ញុំដាក់ថាប្រព័ន្ធគ្រប់គ្រងចាស់ឥឡូវថាប្រព័ន្ធគ្រប់គ្រងមួយប្រព័ន្ធគ្រប់គ្រងដាក់ថាគ្រប់គ្រងអូខេដាក់ប្រព័ន្ធគ្រប់គ្រង
ហើយអាចចំណុចហូនេះយើងប្រើដោយខ្លួនយើងឬក៏យើងចង់សេះអីមិនអ្នកណាអាចប្រើបានដែរអញ្ចឹងខ្ញុំសុំយក anyone នេះទៅអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំ deploy បន្ទាប់មកខ្ញុំចុចចូលនេះទៀត access នេះតបមកអញ្ចឹងមកដល់ចំណុចនេះគេចូលទៅលេខ add one ហើយយើងចូលទៅ go នេះ go ហ្នឹងហើយយើងអូសមកក្រោមទៀតមកយើងចូលថា continue អូខេអញ្ចឹងវាចេញរួចរាល់ហើយអញ្ចឹងយើងអាច copy អានេះទុកហើយយើងតែសារមើលសិនតើវាដំណើរការអត់ចុចទៅលើ URL ហ្នឹងមកអូខេអញ្ចឹងវាចេញឲ្យយើងនេះចេញតារាងឲ្យយើងមួយអញ្ចឹងនេះយើងអាចប្រួមវាតិចមកទៅប្រួមវាទូតិចមកអូខេអញ្ចឹងនេះខ្ញុំចុចនេះមួយខ្ញុំទីហោខ្ញុំដាក់ថាពីម្សិលមិញខ្ញុំជីកតាណាហើយខ្ញុំជីកអស់ប្រហែលគីឡូអូខេតប font ទីសិនហើយដាក់ត្រឹមប៉ុណ្ណេះអញ្ចឹងវាចេញឲ្យនេះយើងប្រហែលម៉ៃនេះវាចេញខាងក្រៅចម្ងាយផ្លូវយើងប្រហែលគីឡូហើយចាក់ប្រហែលលីត្រអញ្ចឹងទៅថា20លីត្រចាស់អញ្ចឹងវាគិតថាអញ្ចឹងយើងចំណាយអស់ប្រហែលយើងចាក់នេះហ្នឹងវាស៊ីប្រហែលលីត្រក្នុង100គីឡូឡានយើងស៊ីប្រហែលលីត្រហើយផ្លូវទៅណាទៅសៀមរាបអីចឹងទៅទៅណាអញ្ចឹងទៅសៀមរាបអីទៅអូខេខ្ញុំថាទៅសៀមរាបហើយតម្លៃនេះវិញឥឡូវយើងតម្លៃយើងប្រហែលសាំងយើងតម្លៃប្រហែល4300ទៅហើយតមកយើងចុច save វាអូខេចុច load នេះ load message មួយថាយើងរក្សាទុកជោគជ័យអូខេអញ្ចឹងវា load មកឲ្យយើងនេះក្នុងឆ្នាំ2026យើងជិះលើកទី1ប្រហែលគីឡូហើយចាក់សាំងប្រហែលលីត្រចំណាយលុយអស់ប្រហែលអញ្ចឹងយើងមើលក្នុងតារាងយើងវិញអញ្ចឹងនេះវា load ទិន្នន័យឲ្យយើងដែរនេះអញ្ចឹងទិន្នន័យនេះយើងបដូរ font មកតែស្អាតតិចមកអូខេយើងបដូរទីតាំងវាតិចមកអញ្ចឹងទិន្នន័យរបស់យើងជីថ្ងៃទីប្រមាណអញ្ចឹងណាគេទិន្នន័យអូខេអានេះយើងដាំវាមកហើយទិន្នន័យរបស់វាយើង copy ទុកទៅនេះយើង copy អានេះទៅយើងអាចផ្ញើទុកកន្លែងណាមួយឬក៏អីឲ្យណាបញ្ចូលតែទិន្នន័យ Google Sheet របស់យើងនៅណានៅអ្នកហ្នឹងគឺមានតារាងហ្នឹងអ្នកផ្សេងគេអាចចូលមើលបានទេគេមើលបានតែផ្ទាំងប៉ុណ្ណឹងទេបើយើងផ្ញើគេមើលគេអាចមើលផ្សេងបានទេឧទាហរណ៍ខ្ញុំធ្វើជាក់ស្ដែងមើលឥឡូវឧទាហរណ៍ខ្ញុំបើកហើយខ្ញុំបិទអានេះចេញសិនអញ្ចឹងខ្ញុំ copy អាហ្នឹងមកខ្ញុំផាសខ្ញុំអានេះហើយខ្ញុំ enter អញ្ចឹងអ្នកផ្សេងគេអាចមើលបានតែប៉ុណ្្នឹងទេគេបានតែបញ្ចូលហើយមើលទិន្នន័យខាងក្រោមនេះគេអត់មានសិទ្ធិថាមើលផ្សេងទៀតទេអញ្ចឹងតារាងនេះគ្រាន់ជាកន្លឹះមួយសម្រាប់អ្នកទាំងអស់គ្នាយកទៅបង្កើត web app មួយដែលអ្នកទាំងអស់គ្នាត្រូវការចាំបាច់អីចឹងទេអញ្ចឹងអរគុណសម្រាប់ការទស្សនានេះជួបគ្នានៅវីដេអូក្រោយទៀត